អត្ថប្រយោជន៍7យ៉ាងរបស់ផ្លែល្ពៅចំពោះសុខភាពផ្លែល្ពៅមិនមែនគ្រាន់តែជាបន្លែនោះទេប៉ុន្តែវាមានផ្ទុកនូវសារធាតុចិញ្ចឹមដ៏អស្ចារ្យយោងតាមអ្នកជំនាញអាហារូបត្ថម្ភល្ពៅសម្បូរទៅដោយប៉ូតាស្យូមនិងជាតិសរសៃ fiber ដែលជាសារធាតុសំខាន់បំផុតសម្រាប់រាងកាយរបស់យើងខាងក្រោមនេះគឺជាអត្ថប្រយោជន៍សុខភាពទាំង7យ៉ាងដែលទទួលបានពីការទទួលទានល្ពៅ 1. ជួយដល់ប្រព័ន្ធរំលាយអាហារក្នុងល្ពៅចម្អិនឆ្អិនមួយពែងមានជាតិសរសៃដល់ទៅ7 ក្រាមអ្វីដែលពិសេសនោះគឺវាមានសារធាតុ pectin ដែលជាប្រភេទជាតិសរសៃកម្ចាត់អាការទល់លាមកនិងជាអាហារសម្រាប់បាក់តេរីល្អនៅក្នុងពោះវៀន prebiotics ធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ 2. បញ្ចុះសម្ពាធឈាមនិងការពារជំងឺបេះដូងល្ពៅសម្បូរទៅដោយប៉ូតាស្យូម564មីលីក្រាមក្នុងមួយពែងប៉ូតាស្យូមមានតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យតម្រងនំបញ្ចេញជាតិសូដ្យូមអំបិលដែលលើសចេញពីរាងកាយដែលជួយកាត់បន្ថយសម្ពាធឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល 3. ផ្ដល់វីតាមីន A និងសារធាតុប្រឆាំងអុកស៊ីតកម្មពណ៌លឿងទុំនៃផ្លែល្ពៅបានមកពីសារធាតុ beta-carotene នៅពេលយើងទទួលទានចូលទៅរាងកាយនឹងបំប្លែងវាទៅជាវីតាមីន A ដែលជួយទ្រទ្រង់សុខភាពភ្នែកស្បែកនិងពង្រឹងប្រព័ន្ធការពាររាងកាយព្រមទាំងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនផងដែរ 4. ពង្រឹងប្រព័ន្ធការពាររាងកាយល្ពៅផ្ទុកទៅដោយវីតាមីននិងជាតិរ៉ែជាច្រើនដូចជាវីតាមីន A C E និងជាតិដែកវីតាមីន C ជួយឲ្យរាងកាយស្រូបយកជាតិដែកបានប្រសើរជាងមុនដែលធ្វើឲ្យកោសិកាការពាររាងកាយរឹងមាំអាចប្រយុទ្ធប្រឆាំងនឹងមេរោគផ្សេងជាពិសេសក្នុងរដូវផ្ដាសាយ 5. កាត់បន្ថយការរលាកក្នុងរាងកាយការរលាករ៉ាំរ៉ៃអាចនាំឲ្យមានជំងឺទឹកនោមផ្អែមនិងជំងឺបេះដូងសារធាតុ beta-carotene នៅក្នុងល្ពៅមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក anti-inflammatory ដែលជួយការពារកោសិកាក្នុងរាងកាយមិនឲ្យឆាប់ខូចខាត 6. ជំនួយដល់សុខភាពបេះដូងទាំងមូលតាមរយៈការរួមបញ្ចូលគ្នានៃជាតិសរសៃប៉ូតាស្យូមនិងសារធាតុប្រឆាំងអុកស៊ីតកម្មការទទួលទានល្ពៅជួយគ្រប់គ្រងកម្រិតកូលេស្តេរ៉ូលនិងការពារការខូចខាតកោសិកាពីអាតូមមិនស្ថិតស្ថេរ free radicals ដែលជាមូលហេតុចម្បងនៃជំងឺបេះដូង 7. ថែរក្សាភ្នែកនិងស្បែកក្រៅពី beta-carotene ល្ពៅក៏មានសារធាតុ lutein និង zeaxanthin ដែលជួយការពារភ្នែកពីជំងឺភ្នែកឡើងបាយនិងការចុះខ្សោយនៃភ្នែកតាមអាយុចំណែកវីតាមីន C និង E ជួយការពារស្បែកពីការបំផ្លាញនិងពន្យារភាពចាស់នៃកោសិកាស្បែក